ជំរាបសួរបងប្អូនអរគ្នានេះថ្ងៃចូលឆ្នាំចិនចុងក្រោយអីហើយជាងខ្ញុំគាត់ប្រាប់បានតែ2ថ្ងៃព្រោះអីគាត់តនេអត់អីធ្វើអញ្ចឹងគាត់ចេះតែមកធ្វើវិញតែខ្ញុំអត់តបានធ្វើការទេពុកម៉ែបងប្អូនទេតែឃើញជាងមកអញ្ចឹងខ្ញុំក៏បានទៅជួយមើលជួយប្រាប់ឲ្យគាត់ឡើងធ្វើឈីទៅអីមកចេះមកទៅព្រោះអីខ្ញុំវាស្រឡាញ់ឈីមកចេះវាស្អាតចឹងចឹងទៅឆ្លៀតទៅជួយប្រាប់គាត់តែអត់បាននៅយូរទេតែខ្ញុំធ្វើទៅកពោទៅតែញអីបានតែញអីហើយចេះជួយប្រាប់គាត់ចេះប្រាប់ចោះទៅកុំឲ្យគេធ្វើតាម100ចិត្តគេក៏យើងចេះទេយើងក៏អត់ស្លាញ់ទេធ្វើម៉េចអានេះដល់សារខ្ញុំមើលម៉ូដខ្លួនឯងចឹងមើលតាមផ្ទះគេតាមអីទៅឃើញថាម៉ូដចេះវាស្អាតម៉ូដចុះមិនស្អាតទេណាក៏ខ្ញុំបានប្រាប់ឲ្យគាត់ធ្វើតាមម៉ូដរបស់ខ្ញុំទៅដែលខ្ញុំស្លាញ់ម៉ូដចឹងទៅហើយក៏អរគុណពុកម៉ែបងប្អូនច្រើនដែលគាត់ស្លាញ់ចូលចិត្តខ្ញុំហើយក៏គាត់ស្អប់ក៏ស្អប់អីចឹងណាពុកម៉ែបងប្អូនអរគ្នាហើយបើពុកម៉ែបងប្អូនមកឃើញវីដេអូនេះកុំភ្លេចជួយ share ជួយ like អ្នកមួយហើយជួយ follow page ខ្ញុំផងព្រោះ page ខ្ញុំទំលេងថ្មីដែរអត់ចេះលេង page ទេពុកម៉ែបងប្អូនហើយមានកំហុសខុសឆ្គងហើយណាក៏សូមខន្តីអភ័យទោសអានេះក៏ខ្ញុំមកពីកពតវិញតែនំបាញ់ញ៉ាកូនហ្នឹងកូនខ្ញុំក៏ពុកម៉ែបងប្អូនចូលឆ្នាំចិនហ្នឹងខ្ញុំអត់មានសារទេច្រើនទេមានតែមាន់2នៅសារផ្ទះខ្ញុំមាន់ច្រើនអញ្ចឹងមកខ្ញុំក៏កាប់2ទៅដើម្បីយើងបានហូបជួបជុំគ្នាព្រោះគ្នាច្រើនដែរតែយើងកាប់មួយក៏វាហូបអត់គ្រាន់ដែរចាតែអត់បានទិញផ្លែឈើតែញ៉ៃទេអូនពូមីងអើយដោយសារផ្លែឈើថ្ងៃហ្នឹងវាឡើងថ្លៃពេកហើយរួចពីសែនចូលឆ្នាំចិនហើយក៏មកដល់ថ្ងៃចូលធ្វើការវិញដែរច្រើនណាហើយក៏មកប្រាប់ជាងអីអានេះគឺជាសកម្មភាពពេលជាងខ្ញុំគាត់ចាប់អានេះគេហៅថាម៉ូដជាអសផុសបងប្អូនទាំងអស់គ្នាហើយក៏ខ្ញុំអត់យកក្បាច់អីញញ៉ៃច្រើនហើយក៏យកតែប៉ុណ្ណឹងគិតថាស្អាតម៉ានភាគរយដែរបងប្អូនទាំងអស់គ្នាជួយខមមិនឲ្យបន្ទុកផងហើយក៏ជាគំនិតខ្ញុំដែលចង់គិតថាយើងធ្វើជាអសផុសទៅគិតថាវាខ្ញុំមើលឃើញផ្ទះគេធ្វើម៉ូដចឹងវាតំណងចឹងណាហើយក៏ឆ្លាញ់ទៅឲ្យជាងរបស់ខ្ញុំក៏ធ្វើតាមចឹងហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏រួចពីមកពីធ្វើមើលផ្ទះមើលអីក៏ឃើញអូនខ្ញុំរុញគ្នាញ៉ៃពេញផ្ទះខ្លះយំខ្លះសាយទៅគ្នាច្រើនអូនពូមីងហើយមានតែចឹងហើយអានេះបើជិះម៉ូតូមកដល់ផ្ទះភ្លាមរត់មកដាក់តែរត់មកមិនរត់មករੂអូណាហត់រੂនំទៅពេលហត់រੂនំហើយបានឃើញអូថាញ៉ាំចឹងហើយក៏នៅទាញច្បងដូចអ្នកទាំងអស់គ្នាគេអញ្ចឹងគឺអពើខ្លាំងមែនតើ